តីទៅធ្វើអីក៏មិនបានល្អរៀនឲ្យបានពិន្ទុខ្ពស់បើមិនស្ដាប់គេវាយសម្រាប់មនុស្សពេញវ័យពាក្យទាំងនេះអាចហាក់ដូចជារឿងតូចប៉ុន្តែសម្រាប់កុមារពាក្យរបស់ឪពុកម្ដាយអាចក្លាយជាសំឡេងនៅក្នុងក្បាលរបស់ពួកគេកុមារមិនមានសមត្ថភាពដូចមនុស្សពេញវ័យក្នុងការនិយាយទេឪពុកម្ដាយខ្ញុំកំពុងមានបញ្ហាពួកគេនិយាយបែបនេះព្រោះពួកគេហត់នេះមិនមែនជាកំហុសរបស់ខ្ញុំទេកុមារមានទំនោរគិតថាប្រហែលខ្ញុំមិនល្អហើយនេះក៏ជាចំណុចសំខាន់ trauma មានន័យដូចម្ដេចពាក្យថា trauma មានន័យថាមនុស្សគ្រប់គ្នាដែលមានបទពិសោធន៍មិនល្អគឺមានជំងឺផ្លូវចិត្តនោះខ្ញុំ spell ថា TRAUMA trauma អាចសំដៅទៅលើបទពិសោធន៍ឬស្ថានភាពដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាខ្លួនគ្មានសុវត្ថិភាពគ្មានការគ្រប់គ្រងឬពិបាកដំណើរការអារម្មណ៍របស់ខ្លួនវាអាចកើតឡើងពីព្រឹត្តិការណ៍ធំៗប៉ុន្តែពេលខ្លះ